ជំរាបសួរបាទថ្ងៃនេះដែរខ្ញុំថតពីសកម្មភាពយកឃ្មុំដែលខ្ញុំយកឃ្មុំឃើញដល់មួយសប៉ុកខ្ញុំអាចរកឃើញដល់2វាមានគូវាបងប្អូនមិញយកអាដប់នេះមួយហើយមិញយកអាដប់នេះដែរនេះ2សប៉ុកបងប្អូនអានេះស្ទើររឿងចៃបាទនេះចាស់ហើយធំទៀតបាទមួយនេះគ្មានបានក្បាលទឹកទេបងប្អូនអើយមានណាស់លេងគាត់ណាយកក្បែរកាប់ត្រូវមេឃវាទៅមកភឺបាទទឹកហោះចេញកណ្ដាលលីងយ៉ាងណាដៃដល់កំណត់ខ្ញុំឃើញទៅមកសបុកឯងតែពេលយកដូចខ្ញុំមើលចង់ប្រពូមើលទៅរួមើលទៅខ្ញុំឃើញសបុកទៀតនេះបងប្អូនអាមិញទឹកយកហើយបងចាលើដុកឡាវបងប្អូនតែខ្មុំនេះខ្ញុំយកមិញអានឹងខ្ញុំយកមុនយកនឹងហើយបានខ្ញុំយកអានោះមួយដៃជើងឈាមដល់កណាត់សាបឡាបងប្អូននេះហើយតែចង់បានខ្ញុំពេកមួយដៃឈាមនេះឡើងជន់លើដប់ឡាឡើងយូរវាបាក់យកពេកគាត់ណាកាប់ប្រគួងវាទៅមកភឺក្បាលទឹកបែកចេញគ្នាអស់លីងដែរដល់កណាត់បាទទឹកវាថ្លៃផង1លីត្រដែលដូចជាគេទិញ 90000 ទៅ 100000 ឥឡូវក្បាលទឹកខ្ទេចអស់បាត់ហើយបានតែមិនបុកបានបុកមិនធំយ៉ាងនេះទៀតមិនដងបងប្អូនក្រោយផ្ទះក្រោយភូមិអត់មានណាគេឃើញខ្ញុំចាំកែបយកមិញវាភ្លៀងដល់មិញពេលខ្ញុំចាំកែបយកមិញទៅខ្ញុំឃើញមកសបុកឃើញអានឹងដប់នេះហេតែពេលខ្ញុំមកយកអាដប់នឹងរួចខ្ញុំឃើញគូវាបែរទៅនោះខ្ញុំក៏ដើរទៅដប់ហ្នឹងឃើញសបុកទៀតប៉ុន្តែមកបាក់យូរបងប្អូនអើយអូយហត់ហើយគេនិយាយដាក់ដួលតិចទេខ្ញុំកែបកាន់ទេនេះបងប្អូនឃើញមើលពងហោអត់នេះដុបឡាដែរគេអត់សត្វឡាងក្រមមកមើលវាហើស្ដុកទៀតយោមានឆ្លៀតគប់វាឡត់ទៀតចេះស្នាល្អចេះក្បាច់យកខ្មុំគឺស្នំខ្ញុំនិយាយអីទៅវាក៏មិនធ្វើអីយើងដែរអារឿងយកខ្មុំនេះមួយបងប្អូនខ្ញុំប្រាប់បងប្អូនជឿតែបើមិនជឿអត់ត្រូវយើងយល់យើងធ្វើម៉េចកុំឲ្យធ្វើមាត់ឲ្យសោះយើងកុំហាមមាត់ថាខ្លាច់ខ្មុំខ្ទេចប្រយ័ត្នខ្មុំខ្ទេចអាហ្នឹងដល់កិច្ចផុតទេដល់វាខ្ទេចហើយទូភ្លើងខ្លាំងប៉ុណ្ណាផ្សែងខ្លាំងប៉ុណ្ណាក៏វាខ្ទេចបានដែរព្រោះថាយើងអត់ធ្វើមាត់សោះអត់អីទេបងប្អូនណោមធ្វើម៉េចស្ងាត់មាត់ឲ្យឈឹងទៅយើងយួរមួយទៅហើយយើងបាច់ខំបាច់ភ័យបាច់ខ្លាចវាទេវាចាំចាប់តយើងប្រតិកម្មរឿងខ្លាំងរឿងខ្លាចវាអាហ្នឹងវានេះដែលចាប់យើងបាននឹងវាខ្ទេចថាយើងនៅស្ងៀមធ្វើមួយវាអត់មានប្រតិកម្មចាប់យើងបានទេអាហ្នឹងតាមខ្ញុំធ្លាប់យល់មិនមកបងប្អូនតែបងប្អូនជឿអត់តែបទពិសោធន៍ខ្ញុំយល់មុំស្អាតអត់ហើយហើយបងប្អូនណាយើងដាក់អូលតិចដល់កណ្ដាលដែរសម័យបាន2សបុកដែរណា2សបុកទៀតថ្ងៃតែ2សបុក2សបុកប៉ុណ្ណេះមកបាទទឹក2ចុងកន្លះលីត្រដែរស្ដាយអាមួយសបុកហ្នឹងបងប្អូនអើយឡើងដល់កាប់អាមិញគ្រងស្វត់ទៀតហាខ្វែលយើងកាប់មានមុតអីគេយកខ្មុំគេភាគច្រើនគេយកទៅកាប់ឬត្រៃកាត់ដៃអញ្ចឹងយកមកកាត់ច្រឹបវាបន្តិចមកហ្នឹងអត់បញ្ហាទេខ្ញុំអត់មានកត្រៃមានតែខ្វែវយកខ្វែវមកមានណាកាប់ភឹងបែកតិចបាននេះខ្ញុំលុកចាប់បង្គួងវាជាប់បានកាប់ទៅអត់អីតែចាប់គួងវាជាប់កាប់ទៅខ្ទួបែកក្បាលទឹកទី
រឿងខ្មុំនេះមួយថាវាមានមួយឯងដល់វាមានពីរហើយវាមានពីរអាចឈានទៅ3ក៏មានអាហ្នឹងវាមានគូវាបងប្អូនដូចនេះចឹងញីឈ្មោលវាពីកាលទៅវានៅចិត្តគ្នាអឹបគ្នាnóឆ្ងាយគ្នាទេពួកអាធំផលិតកដាលហ្នឹងអានេះពួកមិនអាធំទេនេះពួកអាកដាលមានអាខ្ញុំផលិតអានេះទូជាងនេះតិចហើយមានអាកបិតឆ្កែពួកអាប៉ិនបាត់ដៃបងប្អូនបានប៉ិនបាត់ដៃហ្នឹងថាទៅមកវងបាត់ដៃនេះអាហ្នឹងគេហៅខ្ញុំប៉ិតឆ្កែបាទអានេះគេហៅខ្ញុំផ្លិតសង្ស័យដូចមានសម្បុកទៀតខាងនេះឡើងដល់ខ្ញុំដើររੂជុំបងប្អូនអញ្ចឹងថ្ងៃណាទៅអត់មានទៅរੂជាមួយអញ្ចឹងទៅតែឯងអញ្ចឹងទៅប៉ិនភាគច្រើនរੂតែឯងណាបានច្រើនហ្នឹងបងនេះខ្ញុំមកទៅមកកន្លែងបាន2សម្បុកចុះរំទៅកន្លែងផ្សេងទៀតយើងដើរបដាយើងមើលមេវាបដាទៅគេវារោមត្រាអញ្ចឹងតាមមើលមេវាទៅវាមេវាហៅទៅទិសណាយើងទៅរកទិសហ្នឹងទៅដាក់ឃើញខុសហើយអញ្ចឹងអ្នកគេចេះយកខ្ញុំអញ្ចឹងខ្ញុំមិននិយាយអួតខ្លួនបងប្អូនគាត់តែនិយាយតាមពិតមុតដៃឈាមអស់លិចមើលហើយទៅចង់បានខ្ញុំពេកប៉ិនក្បាត់ទឹកខ្លះនេះចង់លិចប្រាប់នេះក្បាត់ទឹកអាសបុកមុននេះបានប៉ុណ្ណឹងធ្លាក់ដុំទៅលើមេឃគ្រួងទៅក៏ចាប់បោះយកមកក្រោមមកបានញុកចូលកណ្ដងបានប៉ុណ្ណឹងហើយខ្ញុំឡើងប៉ុណ្ណាណីមើលកូនពេញតែនេះមិនថាយកវាទៅធ្វើបាបវាចេះចូលបងប្អូនអាហ្នឹងមកពីយើងបខាត់ជីវភាពដែរហ្នឹងយើងយកបានទៅចំទៅយើងក៏គ្រប់1លីត្រទៅយើងលក់ទៅបានលុយគាត់បានកូនទៅរៀនខ្ញុំក៏មិនអ្នកមានអីគេទេគាត់ថាវាអាចរੂឲ្យកូនចាយបានមិនអត់មិនឲ្យកូនអត់អីស៊ីចឹងបងប្អូនរឿងហត់និយាយរឿងខុសតិចទេបងប្អូនខ្ញុំអត់ទៅចេះនិយាយដែរសូមនិយាយខ្ញុំនិយាយពាក្យអីមិនសមរម្យខុសត្រូវអីបងប្អូនជាស្រ័យផងបងប្អូនខ្ញុំស្រឡាញ់លើ channel YouTube ខ្ញុំនេះបានខ្ញុំខំប្រឹងអីតិចក៏ថតអីតិចក៏ថតបងប្អូនមើលរហូតសារតែខ្ញុំស្រឡាញ់ channel YouTube របស់ខ្ញុំនេះទោះខ្ញុំអត់តន់ទោះ YouTube អត់តន់អនុញ្ញាតឲ្យខ្ញុំរលុយនៅលើ YouTube បានក៏ខ្ញុំនៅតែតស៊ូព្រោះ YouTube ជាកន្លែងកំណត់ទ្រព្យកំណត់លុយរបស់ពួកយើងហើយតែយើងច្បាស់នឹងវានឹងដល់តម្លៃមកឲ្យយើងវិញខ្ញុំក៏មានសង្ឃឹមនៅក្នុងចិត្តចឹងហើយខ្ញុំខំប្រឹងធ្វើវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាដោយសប្បាយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនសូមជម្រាបលាបាទ